តោះបងប្អូនមកមើលថាខ្ញុំយកឈើមួយចំណិតនេះយកមកធ្វើឲ្យគេបានបាទវីដេអូនេះចង់ផ្ញើជូនបងប្អូនយើងដែលចូលចិត្តដោះខោអាវហើយពយួរតាមប្អួចតាមជាងឬក៏កន្លែងធ្នើផ្សេងណាបាទហើយប្រកាសណាស់ជាទៅភ្នែកម៉ែទៅភ្នែកចែទៅភ្នែកប្រពន្ធហើយអញ្ចឹងកុំរស់រឿងគាត់បាទធ្វើម៉េចបើអត់មានកន្លែងពយួរអញ្ចឹងឥឡូវខ្ញុំមកធ្វើជើងពយួរមួយសិនបាទហើយសម្រាប់បងប្អូនអាចច្នៃបានច្រើនប្រភេទទៀតបាទឬក៏អាចទិញនៅផ្សារដើម្បីទៅគ្រាន់ប្រើប្រាស់វីដេអូបន្ទាប់នឹងធ្វើពីរបៀបដំឡើងគ្រោងជូនបងប្អូនមើល